ពុតជាម្ចាស់ព្រះអង្គត្រាស់ដឹងឡើងលោកឲ្យតម្លៃថាដោយសារធម៌កតញ្ញូជាប្រធាននៃបារមីបានព្រះអង្គបានត្រាស់ដែរអ្នកមានធម៌កតញ្ញូជាមួយឪពុកម្ដាយជាមនុស្សអាយុថ្លៃអាយុវែងណាស់មិនងាយស្លាប់កាយហោចមិនងាយស្លាប់ដោយសារគ្រឿងសត្រាគ្រឿងបហាថ្នាំពឹសថ្នាំពុលទេបានព្រះអង្គលើកកាលព្រះអង្គកើតជាពពុទ្ធិសត្វទៅរកស៊ីចំនួនជួញប្រែងចាំម៉ែងចាំឪពេលគេលិចទុកលិចសពើគេស្លាប់លាន់ព្រះអង្គរស់ពេលដើរកាត់ព្រៃមានឧបសគ្គគ្រោះថ្នាក់គេស្លាប់លាន់ព្រះអង្គមិនងាយស្លាប់អាយុវែងដោយសារអីអានិសង្សកតញ្ញូកើតជារតនៈបញ្ជូតយៈចាប់ទៅស៊ីហើយមានប្រអិនចេញទៅជួយរំដោះយកត្រឡប់មកវិញឲ្យរស់ទៀតកើតជាសត្វសេកទៅរកស្រូវមកចាំម៉ែឪគេដាក់អន្ទាក់ជាប់គេយកទៅស្ងោរហើយក៏ប៉ុន្តែដោយអនុភាពនៃកតញ្ញូធ្វើឲ្យចិត្តទៀតនឹងប្រឡែងមកវិញកើតជាតម្រៃបច្ច័យក្រុមព្រានអស័យតាក់យកទៅបានហើយក៏ប៉ុន្តែដោយសារអានិសង្សកតញ្ញូតម្រៃរកចំណៃបច្ចុប្បន្នម្ដាយឪពុកចាស់ស្ដេចក្រុមព្រានអស័យក៏ដោះលែងមកវិញរហូតបាត់ព្រៃឲ្យគេថែអាសាតម្រៃនឹងទុកឲ្យចាំម៉ែឲ្យឆ្លាក់រូបតម្រៃកដោក្រុមព្រានអស័យទុកឲ្យគេគោរពថ្វាយគុំថាតម្រៃដឹងគុណម៉ែកើតជាសវណ្ណសានគេបាញ់ព្រួញត្រូវស្លាប់ហើយទេវតាចេញមកកាងមកថែអាសាមកការពារឲ្យអាយុនឹងកុំឲ្យស្លាប់រស់តទៅទៀតកើតជាព្រះមហាជនុលិចសពើគេស្លាប់ពេញសមុទ្រទេវតាទៅជួយស្រង់មកឲ្យរស់ទៀតបានព្រះអង្គលើកឡើងពីអតីតដែលព្រះអង្គចេះរស់រៀនមានជីវិតដោយសារអីដោយសារធម៌កតញ្ញូដឹងគុណម៉ែឪបានលោកសម្ដែងថាយោមេតារាំងពេតារាំងវាមកចោទថាមានអកុសតិទេវាពេណੰតិកឆន្តិមេតាបេតិបរាំងតារាំងកូនប្រុសស្រីណាមានធម៌កតញ្ញូគោរពតាមទូនីតិខ្លួនចាំម៉ែឪតែប៉ុណ្ណេះគាត់នៅរស់ចាំតាមបែបរស់បើគាត់ស្លាប់ហើយធ្វើបុណ្យឧទ្ទិសជូនគាត់ដូចនេះជាដើមទៅទីកន្លែងណាទេវតានៅទីកន្លែងនោះតាមបីបាច់តាមថែរក្សាបានសុខបានសប្បាយអាយុវែងមិនងាយស្លាប់តៃហោងដោយសារគ្រឿងសត្រាគ្រឿងបហាថ្នាំពឹសថ្នាំពុលទេបុរាណហៅថាកូនមិនជាយត់សំដៅទៅលើកូនណាមានធម៌6យ៉ាងហើយបើញោមញាតរាប់ទាំង6ហ្នឹងញោមញាតមានញោមញាតក៏អាយុវែងដែរណាញោមចាំរាប់ដាក់បន្ទុកខ្លួនឯងទី1កូនណាស្ដាប់ពាក្យព្រានបដៅម៉ែឪដោយគោរពទី2កូនណាចិញ្ចឹមម៉ែឪដោយគោរពទី3កូនណាព្យាបាលជំងឺម៉ែឪពេលគាត់ឈឺទី4កូនណាធ្វើបន់សពម៉ែឪពេលគាត់ស្លាប់ទី5កូនណារៀបចំស្ថានភាពទៅបច្ចេកដីតម្កល់អធិធិដតេគុណម៉ែឪដោយប្រពៃនោះទី6កូនណានៅតែនឹកឃើញគុណម្ដាយឪពុកចេះតែធ្វើបន់ទៅ1ឆ្នាំ2ឆ្នាំ10 20ឆ្នាំនៅតែមិនភ្លេច6យ៉ាងនេះបើមានចំពោះកូនណាកូននឹងហើយដែលហៅថាកូនមិនចយត់ហើយមិនទៅញោមមកមានគ្រប់ទាំង6អីអត់ប្រហែលជាគ្រប់ទៅបានកូវីដវាមិនយកទៅនោះគេស្លាប់សម័យ3ឆ្នាំ8ខែ20ថ្ងៃព្រមព្រៀងឯងមិនព្រមស្លាប់គេគ្រាប់ផ្លោងអេសសងអង្គអតេវ៉ាន់វិតអបេសែងកងដើរតម្លាក់ឲ្យដូចរុនបាយខំគេស្លាប់លន់ឯងមិនព្រមស្លាប់មកអសន្តិរូបផងអាកូវីដផងមកប្រមូលអស់រាប់លានហើយឯងមិនព្រមស្លាប់នៅរស់ទៅថ្ងៃហ្នឹងប្រហែលជាយើងចូលអាធម៌6យ៉ាងមិញហ្នឹងហើយណាញោមតដល់ពេលស្លាប់ទេអ្នកមានធម៌កតញ្ញូទេវតាជួយការពារដូច្នេះហេតុអីបានទេវតាជួយការពារជួយថែអាសាគេចពីឧបសគ្គគេចពីគ្រោះថ្នាក់ញោមអត់ដឹងប្រអិនរៀបចេញទៅណាមកណាលើកដៃសាពះរះពីលើចុះក្រោមងារតលៃទេវបុត្រឃើញប្រអិនសាពះចុះទៅក្រោមអញ្ចឹងសួរថាព្រះអង្គថ្វាយគុំស្អីគេនោះថ្វាយគុំមនុស្សណាទៅមនុស្សណាដឹងគុណម៉ែដឹងគុណឪចេញចាំម៉ែឪគ្រប់កប់ខ្លាចតកោរៀមច្បងថ្វាយគុំទៅនោះហើយបានជាស្ដេចទេវតាមកថ្វាយគុំមនុស្សដែលមានធម៌កតញ្ញូទេវតាកូនចៅប្រអិននាំគ្នាគោរពថ្វាយគុំតាមអញ្ចឹងហើយបានជាទេវតាត្រូវមានទូនីតិថែរក្សាមនុស្សមានធម៌កតញ្ញូនឹងបើមិនថែរក្សាតែមនុស្សមានធម៌កតញ្ញូនឹងនៅតំបន់ណាមានគ្រោះថ្នាក់ទេវតានៅតំបន់នោះត្រូវថ្មងប្រអិនដែរណាញោមអញ្ចឹងបានប្រអិនត្រូវតែថែរក្សាកូនណាមានធម៌កតញ្ញូនឹងឯងគ្រួសារគេក៏មានសុភមង្គលដោយពាក្យព្រះអង្គរកឃើញថាមេត្តាពិតឧបដ្ឋានអេតាមយ៉ាងលមុតតំងណាទំនុកកំរងមេត្តាបិតាឈ្មោះថាមង្គលដល់ឧត្តមមហាស្នេហ៍ប្រកែកបំផុតតាក់ដោយមនុស្សតាក់ដោយទេវតាខ្លាំងជាងសារិកាលិនថោងសកាកៅលិនថោងអីទៀតណាញោមតាក់ដោយទេវតាតាមថែរក្សាមានកូនចៅក៏កូនល្អប្រកបដោយកលងធម៌មានចៅភាសាកូនភាសាអាចៅភាសាកូនភាសាល្អដាក់ដំងមកនៅជាមួយហើយបើថាយើងមិនសូវដឹងគុណម៉ែគុណឪទេដល់បានកូនពួកអាធ្វើបាបម៉ែឪនឹងកើតមកហើយបើដល់ធ្វើឲ្យតែយើងយំធ្វើឲ្យតែយើងលំបាកទឹកភ្នែកស្គាល់ប៉ុស្តិ៍ប៉លិសញឹកហើយដល់បានកូនភាសាចៅភាសាពួកអវ័យម៉ែក្មេងមកនៅជាមួយហ្មងអញ្ចឹងបានគេថានាងរត់រត់អ្នកខាត់លះរត់បានសាអញ្ចឹងបើយើងធ្វើល្អក៏ជួបតែល្អហេតុនេះហើយបានសុំតសើទឹកចិត្តកូនចៅដែលនៅតែនឹកដល់គុណមេត្តាបិតាឲ្យធ្វើបុណ្យបញ្ជូនទៅឲ្យឈ្មោះថាបុណ្យតេខេណានុបទាន